Hello សួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំម្ដងទៀតហើយថ្ងៃនេះដែរខ្ញុំមកប្រាប់អ្នកគ្នាពីរបៀបបង្កើត voice chat នៅក្នុង Roblox ហើយសម្រាប់អ្នកជាមុនសិនអ្នកគ្នាសូមជួយចុច like and subscribe ខ្ញុំផងហើយខ្ញុំរៀបអត់មុខយូរដែរហើយពលឺសលេងរញ៉េរញ៉ៃហើយអ្នកគ្នាសូមកុំប្រកាន់ហ្នឹងហើយឥឡូវយើងចូលវីដេអូយើងទាំងអស់គ្នាអូខេអ្នកគ្នាចូល setting ហើយអ្នកគ្នាយក account ឥឡូវគេនឹងមកហើយអ្នកគ្នាចាំវាបន្តិចបន្ទាប់មកអ្នកគ្នាអត់ចូលខើមយកតាមខ្ញុំដាក់នឹងមកអូខេហើយអ្នកគ្នាវាយ email ចូលហ្នឹងហើយអ្នកគ្នាវាយ email ចូលមកកន្លែងហ្នឹងគ្នាចាំទៅពេលអ្នកគ្នាវាយ email ពេលអ្នកគ្នាវាយ email នឹងរួចហើយអ្នកគ្នាចុចយកពាក្យថា continue នឹងមកហើយអ្នកគ្នាចាំបន្តិចពេលនោះអ្នកគ្នាចុចពាក្យថា continue ទៀតមកអូខេពេលអ្នកគ្នាចុចពាក្យ continue យកពាក្យនឹងទៀតមកអូខេហើយ passport បើអ្នកមាន passport ទេអ្នកគ្នាយក ID មកហ្នឹងហើយឥឡូវបើសម្រាប់ខ្ញុំឲ្យយក ID ហើយអ្នកគ្នាចុច continue អូខេចុច continue ទៀតមកហ្នឹងគេឲ្យយើងដាក់តែញ៉ាំមិនមួយជាង ID ហ្នឹងហើយយើងចុចយកពាក្យ allow ដល់ពេលអ្នកគ្នាយក allow ហ្នឹងហើយដល់ពេលអ្នកគ្នាយក allow ហ្នឹងហើយគេនឹងឲ្យអ្នកគ្នាដាក់ញ៉ាំមិនដាក់ថតដាក់ញ៉ាំមិនហើយគេឲ្យ scan មុខហើយអ្នកគ្នាចុច confirm ទៀតមកពេលអ្នកគ្នាធ្វើចឹងរួចអស់ហើយអ្នកគ្នាយកជំនាន់ទី3ចូល setting ហើយអ្នកគ្នាយក privacy ហើយអ្នកគ្នាយក communication ហ្នឹងមកហើយអ្នកគ្នាបើក voice chat ទៅអ្នកគ្នាប្រើបាននេះអូខេអ្នកគ្នាវីដេអូប៉ុណ្ណឹងបាយបាយជួបខ្ញុំនៅវីដេអូក្រោយ